កូនប្រុសទាំង3នាក់ស្រាប់តែដេកសន្លប់ស្ទុកស្ដឹងពួកគេក៏បានអញ្ជើញគ្រូស្រីម្នាក់មកមើលគ្រូគ្រាន់តែបើកភ្នែកទិព្វមើលមួយនេះគ្មានជាប់កំហឹងអ្វីទេនេះបញ្ជាក់ថារឿងដែលកើតឡើងមិនពាក់ព័ន្ធនឹងក្មេងដែលស្លាប់នៅផ្ទះជិតខាងនោះឡើយបន្ទាប់មកគ្រូក៏ឲ្យបុរសក្មេងទៅវណ្ដៃឲ្យក្មេងទាំង3ឡើងបុរសក្មេងក៏ស្រែកវ៉ាស់ព្រោះតែភ័យនៅលើដៃក្មេងទាំង3សុទ្ធតែមានស្នាមស្រកាពូដូចសាក់អញ្ចឹងឪពុកយកកំណត់ត្រាដូនតាតាំងពី300ឆ្នាំមុនមកក្នុងនោះសរសេរពីកិច្ចសន្យារវាងអ្នកភូមិនិងម្ចាស់ភ្នំឲ្យតែអ្នកភូមិមិនស៊ីសាច់ពស់ម្ចាស់ភ្នំនឹងការពារអ្នកភូមិឲ្យសុខសប្បាយរកស៊ីមានបានម្ដាយក្មេងទើបតែនឹកឃើញប៉ុន្មានថ្ងៃមុនកូនប្រុសទាំង3ពិតជាបានចាប់ពស់ពីលើភ្នំមកអាំងស៊ីមែនបុរសក្មេងសន្និដ្ឋានថាក្មេងទាំង3មានរឿងព្រោះតែស៊ីពស់តែគេនៅមិនទាន់ច្បាស់ថាក្មេងផ្ទះជិតខាងនោះបានទៅស៊ីពស់ជាមួយគ្នាទើបស្លាប់ដែរឬអត់លោកយាយដឹងថារឿងចម្លែកទាំងនេះច្បាស់ជាតាក់ទងនឹងម្ចាស់ភ្នំមិនខានក៏នាំបុរសក្មេងឡើងភ្នំជាមួយគាត់ភ្លាមដើម្បីទៅជួបម្ចាស់ភ្នំនោះមិនយូរប៉ុន្មានពួកគេទាំងពីរក៏ឡើងដល់លើភ្នំរកឡើងយូរហើយមិនឃើញម្ចាស់ភ្នំសោះបុរសក្មេងក៏បួលលោកយាយចុះទៅវិញស្រាប់តែគេឪជើងដួលមួយទំហឹងគេក៏បានឃើញអាសនៈរបស់ម្ចាស់ភ្នំនៅទីនោះមានដាក់ផ្លែប៉ោមស្រស់មួយផ្លែផងដែរបុរសក្មេងឆ្ងល់ណាស់អ្នកភូមិភ្លេចរឿងម្ចាស់ភ្នំអស់ហើយតើចុះផ្លែប៉ោមនេះនរណាជាអ្នកយកមកសែនឬមួយមានគេលួចមកសែនចង់ដឹងសួរទៅមិនដឹងហើយអីឯងតាមពួកយើងតាំងពីជើងភ្នំមកដល់ពេលចេញមកហើយមើលទៅលោកយាយនិយាយមិនទាន់ផុតពីមាត់រលឹងក្មេងផ្ទះជិតខាងដែលស្លាប់នោះក៏ដើរចេញមកទាំងសភាពគួរឲ្យខ្លាចក្មេងប្រុសនោះឲ្យពួកគេទាំងពីរទៅកន្លែងមួយជាមួយគេប្រាប់ថាគេដឹងថាប្រលឹងក្មេងទាំង3ដែលសន្លប់នោះនៅណានិយាយចប់ក្មេងនោះក៏រត់ទៅបាត់បុរសក្មេងនិងលោកយាយក៏ប្រញាប់រត់តាមទៅបន្ទាប់មកក្មេងប្រុសបាននាំពួកគេមកដល់កន្លែងមួយទៀតមួយពព្រិចភ្នែកក្មេងនោះក៏បាត់ខ្លួនឈឹងពួកគេក៏បានឃើញពិតមែនប្រលឹងក្មេងទាំង3កំពុងត្រូវបានគេចង់ទុកលោកយាយនេះមិនមែនក្មេងទាំង3នាក់នោះទេអីត្រូវហើយនេះហើយជាប្រលឹងដែលបាត់នោះភ្លាមនោះប្រលឹងក្មេងទាំង3ត្រូវផ្សែងខ្មៅមួយកញ្ចប់យកទៅបាត់បុរសក្មេងភ័យស្លន់ស្លោគេចង់រត់តែរកផ្លូវចេញមិនឃើញខ្ញីកាន់តែចាស់កាន់តែហើលោកយាយដឹងតាំងពីដំបូងថាម្នាក់ដែលនាំផ្លូវមកអំបញ្ញមិញមិនមែនជាប្រលឹងក្មេងដែលស្លាប់នោះទេគឺអាខ្មោចអ្នកតាភ្នំខ្លែងខ្លួនប៉ុណ្ណោះពេលនេះម្ចាស់ភ្នំកំពុងឈរមើលពួកគេមិនឆ្ងាយប៉ុន្មាននឹកមិនដល់ថាម្ចាស់ភ្នំមុខមាត់សង្ហាបែបនេះសោះម្ចាស់ភ្នំមើលទៅមិនសប្បាយចិត្តសោះទឹកមុខដូចចង់សម្លាប់មនុស្សអញ្ចឹងប៉ុន្តែល្បិច